ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចែករំលែកពីស្លឹកក្រូចសើចបងប្អូនណាមិនត្រឹមតែយកទៅធ្វើបងសម្លបងគ្រឿងទេបងប្អូនណាយកមកធ្វើថ្នាំព្យាបាលជំងឺគឺពូកែស័ក្តិសិទ្ធិលេខ1បងប្អូនទី1ជួយដល់ប្រព័ន្ធរំលាយអាហារទី2ជួយកាត់បន្ថយការរលាក់នៅក្នុងបំពង់កបំពង់ខ្យល់ទី3រលាក់សួតទី4ក្អកខ្លាំងក្អកមានស្លេះទី5ជួយដេញខ្យល់នៅក្នុងពុះវៀនទី6ជួយការពារឲ្យសម្រស់ក្មេងយាងវ័យនិងសាច់ចាំទី7ជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់វិធីប្រើប្រាស់ថ្នាំវិញម្ដងយកស្លឹកក្រូចសើចទៅហាលនៅក្នុងម្លប់ឲ្យបាន2ថ្ងៃបន្ទាប់មកយកចំនួន15ក្រាមណាបងប្អូនដាក់ដាំជាមួយទឹក1លីត្រកន្លះរំងាស់ឲ្យបាន15នាទីហូបថ្នាំវិញអត់កំណត់ពេលវេលាទេណាបងប្អូនចង់ហូបពេលណាក៏បានហូបចាប់ពី5ទៅ7ថ្ងៃជំងឺដែលខ្ញុំរៀបរាប់នៅខាងលើគឺបានជាធូរស្បើយបងប្អូនមិននឹកស្មានថាស្លឹកក្រូចសើចពូកែដល់ម្លឹងសោះ